ថ្ងៃប្រកបទៅដោយនៃនក្ខត្តឬដងឧត្តមឧត្តមកាយលែងស្ថិតនៅក្នុងវេលានេះឱកាសរាត្រីថ្ងៃប្រហោះពីរោពីកើតខ្នាតខែកដិតឆ្នាំម៉ាសាញ់សប្តាហ៍សកពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី23ខែ10តុលាគ្រិស្តសករាជ2025ដែលជាថ្ងៃអនុស្សាវរីយ៍10ក្រៃលែងនៅក្នុងព្រះពុទ្ធសាសនាពិសេសនៅក្នុងបស្សតោមនោសញ្ចេតនាច្រថ្លារបស់លោកឧបាសកសង្ឃសេឧបាសិកាតិចទីថេវរួមនឹងបទសន្និសាសន្និសីចៅសន្និសាសន្និសីប្រុសស្រីទាំងឡាយបងប្អូនតកូលទាំងសង្ឃខាងទាំងអស់ជាពិសេសនៅភូមិបន្ទាយក្រឃុំបង្រាយហាំយ៉ាងអតីតស្រុកតកូអតីតខេត្តត្រវិញបច្ចុប្បន្នខេត្តវិញឡុងដែលកំពុងតែប្រារព្ធនៅកម្មវិធីបន់ដល់កក្រឹកកក្រែងអឈ្មោះថាបន់កឋិនទានពុទ្ធាពិសេសឆាកមហាបង្សកូលដើម្បីត្រៀមបំរុងវេលាឱកាសថ្ងៃស្អែកនិងដង្ហែដង្ហមទៅវេប្រគេនដល់ព្រះភិក្ខុសង្ឃដែលកងចាំប្រវត្តិសាស្ត្រអត្រៃមាសអ្នកបតសីមាវត្តបន្ទាយប្រជុំពលបន្ទាយក្រនៅវេលាថ្ងៃស្អែកនេះដូច្នេះវេលានេះរាត្រីនេះជារាត្រីប្រព្រឹត្តឡើងនៅកម្មវិធីបន់ពុទ្ធាពិសេសឆាកមហាបង្សកូលដាតាកេណានុបទានជាដើមនៅពិធីបន់ទាំងអស់ហើយក៏បានអារាធនានិមន្តដល់ព្រះដេចគុណព្រះពោធិព្រះធម្មអាចារ្យព្រះករុណាគ្រប់ព្រះអង្គជាច្រើនវត្តទី1គឺជាវត្តម្ចាស់បតាវត្តបន្ទាយប្រជុំពលបន្ទាយក្រវត្តទី2វត្តប្រអិនអធិយានបង្រាយថ្មីវត្តទី3វត្តពោធិកំពង់ពោធិព្រឹកបង្រាយចាស់វត្តទី4វត្តកេតុសំរងតងកលបព្រឹកកោះស្លាវត្តទី5វត្តក្រពុំជូកចរាលចាហើយនឹងវត្តឯណាទៀតញាតិញោមសម័យបាត់នឹងវត្តភក្តិរេកដងកែវកំពង់ដងភ្នំដូងហើយនឹងវត្តបន្តទៅទៀតវត្តលាវចន្ទៈសារ៉ារាមដីក្រហមញាតិញោមសុខវត្តលាវចាប់ផ្នែកផ្នែកសម្លឹងក្លូតក្លាប់មិនឆ្ងាយម៉េះឬសូចម្លែកផ្លែកអស្ចារ្យនិមន្តអង្គករុណានៅលាវអញ្ចឹងទេត្រឡប់មកមាត់ទន្លេសោះឃុំហាំយ៉ាងតែមួយសោះតែអង្គធម្មទឹកចង់សាកឡងមើលតែតាធ្វើផ្នែកមិនគឺវត្ត